សូមជម្រាបសួរលោកគ្រូទាំងពីរបងប្អូនយើងទាំងអស់គ្នានិងបងប្អូនយើងទាំងអស់គ្នានៅក្នុង Zoom នៅក្នុង Facebook នៅទីកន្លែងផ្សេងៗទៀតសូមព្រះអង្គប្រទានពរថ្ងៃនេះខ្ញុំសូមអរគុណព្រះអង្គតែព្រះអង្គបានប្រទានអូដល់ខ្ញុំដើម្បីនឹងមកចែកចាយនៅព្រះបន្ទូលរបស់ព្រះអង្គដល់លោកអ្នកបងប្អូនបន្តទៅទៀតក្នុងថ្ងៃនេះហើយខ្ញុំនឹងបន្តនៅការចែករំលែករបស់ខ្ញុំអំពីព្រះបន្ទូលសន្យាដល់លោកអ្នកបងប្អូនទាំងអស់គ្នាគឺជាព្រះបន្ទូលរបស់ព្រះហើយមុននឹងចែកចាយនៅព្រះបន្ទូលខ្ញុំនឹងរំលឹកឡើងវិញបន្តិចអំពីព្រះបន្ទូលបាទព្រះបន្ទូលព្រះយេស៊ូវគ្រីស្ទគឺជាព្រះបន្ទូលការដើមដំបូងមានព្រះបន្ទូលព្រះបន្ទូលក៏គង់ជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះនៅក្នុងយូហានចំពោះ1ខ1យើងដឹងហើយថាព្រះយេស៊ូវគឺជាព្រះប៉ុន្តែយើងត្រូវដឹងឲ្យច្បាស់ថាព្រះអង្គគង់នៅឯណាហើយហេតុអ្វីបានជាព្រះអង្គថាព្រះអង្គជាព្រះបន្ទូលយើងត្រូវដឹងហើយថាកាលពីដើមដំបូងមានព្រះបន្ទូលបាទព្រះបន្ទូលគង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះបាទដំបូងគេឃើញនៅលោកកបាត់គឺថាយើងឃើញថាមានព្រះបន្ទូលព្រះបង្កើតផ្ទៃមេឃនិងផែនដីដោយសារព្រះបន្ទូលគឺព្រះអង្គមានបន្ទូលគឺកើតហើយព្រះបន្ទូលនោះឯងគឺជាព្រះហើយបន្តមកទៀតយើងឃើញនៅក្នុងយូហានចំពោះ1ខ14ថាព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតដូច្នេះយើងឃើញថាព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងនៅពេលដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្សនឹងហើយដែលព្រះអង្គបានព្រះបន្ទូលរបស់ព្រះបានត្រឡប់ជាសាច់ឈាមគឺត្រឡប់មកជាមនុស្សហើយនៅជាមួយនឹងយើងហើយសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះរាជបុត្រាតែមួយណាជាព្រះរាជបុត្រាតែមួយគឺជាព្រះយេស៊ូវគ្រីស្ទនោះឯងជាព្រះរាជបុត្រាតែមួយដែលទ្រង់យកកំណើតជាសាច់ឈាមហើយមានព្រះនាមថាព្រះយេស៊ូវដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតដូច្នេះយើងឃើញហើយថាព្រះគង់តាំងពីដើមរៀងមកហើយព្រះអង្គបានយកកំណើតជាសាច់ឈាមគឺជាព្រះយេស៊ូវគ្រីស្ទដែលគង់នៅលើលោកីយ៍នេះជាមួយនឹងយើងរាល់គ្នាគឺព្រះអង្គដើរជាមួយនឹងយើងបង្ហាត់បង្រៀនយើងតទៅទៀតយើងឃើញថាព្រះយេស៊ូវបានយាងមកក្នុងលោកីយ៍ដោយយកកំណើតជាសាច់ឈាមដើម្បីសង្គ្រោះមនុស្សជាតិគឺមនុស្សទាំងអស់គឺព្រះអង្គស្រឡាញ់បើអីព្រះអង្គបានបង្កើតគេមកយើងដឹងហើយនៅក្នុងព្រះគម្ពីរលោកុបាទគឺថាព្រះអង្គបានបង្កើតមនុស្សដូច្នេះមនុស្សគឺជាកូនរបស់ព្រះអង្គហើយមនុស្សបានបាត់បង់ព្រះអង្គបានយាងមកទៅលោកីយ៍នេះដើម្បីនឹងសង្គ្រោះមនុស្សទាំងអស់នឹងដោយយកវិស័យជាមនុស្ស 100% និងជាព្រះ 100%ព្រះអង្គមានរូបសាច់រូបរាងរូបកាយសាច់ឈាមដូចយើងទាំងអស់ដូចមនុស្សទាំងអស់មនុស្សបេះបិទព្រះអង្គចេះស្រីឃ្លានចង់
บริโภคอาหารพระองค์จะใช้สเรตึกคือเอาไว้ลักษณะរបស់ព្រះអង្គគឺជាមនុស្ស100%ហើយនៅក្នុងនោះដែរព្រះអង្គគឺជាព្រះ100%ដែលព្រះអង្គមានប្រជេស្តាមានឫទ្ធិអំណាចគ្រប់បែបគ្រប់យ៉ាងដូច្នេះហើយបានជាព្រះអង្គមាននិស្ស័យជាមនុស្ស100%នៅលើលោកីយ៍នេះហើយព្រះអង្គក៏ជាព្រះ100%ដែលគង់នៅលើនគរឋានសួគ៌ដូច្នេះការស្ដាប់នឹងធ្វើតាមព្រះបន្ទូលដើម្បីឲ្យយើងបានស្គាល់ព្រះជាម្ចាស់ដែលជាម្ចាស់នៃព្រះបន្ទូលហើយនឹងកោតខ្លាចហើយងាត់តាមគ្រប់ទាំងបញ្ញត្តិទ្រង់គឺជាព្រះបន្ទូលនោះឯងដើម្បីឲ្យយើងបានស្គាល់ព្រះកាន់តែច្បាស់ឡើងនៅក្នុងជីវិតរបស់យើងគឺយើងត្រូវស្គាល់ព្រះអង្គគឺយើងស្គាល់ព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គពិតមែនតែពេលនេះយើងមិនទាន់បានឃើញព្រះអង្គផ្ទាល់មុខនឹងមុខក៏ដោយក៏យើងបានលឺពីព្រះបន្ទូលរបស់ព្រះអង្គហើយព្រះបន្ទូលរបស់ព្រះអង្គហ្នឹងឯងគឺជាព្រះអង្គដូច្នេះដើម្បីឲ្យយើងបានស្គាល់ព្រះជាម្ចាស់ដែលជាព្រះបន្ទូលនោះគឺយើងត្រូវតែកោតខ្លាចហើយកាន់តាមគ្រប់បញ្ញត្តិរបស់ទ្រង់គឺជាព្រះបន្ទូលនោះឯងដែលព្រះអង្គយាងទៅនគរឋានសួគ៌វិញនោះគឺព្រះអង្គបានទុកព្រះបន្ទូលដើម្បីឲ្យយើងបានដឹងអំពីគោលបំណងនៃផតិទ្រង់ហើយយើងបានស្គាល់ព្រះពិតប្រាកដដូច្នេះផ្ទៃមេឃហើយផែនដីនឹងកន្លងបាត់ទៅតែពាក្យខ្ញុំមិនដែលបាត់ឡើយនេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងម៉ាថាយចំពុក24ខ35ពាក្យខ្ញុំគឺអ្វីគឺជាព្រះបន្ទូលនឹងឯងផ្ទៃមេឃហើយនឹងផែនដីនឹងកន្លងបាត់ទៅតែពាក្យខ្ញុំមិនដែលបាត់ឡើយដូច្នេះព្រះបន្ទូលរបស់ព្រះអង្គគឺនៅដដែលព្រះបន្ទូលបង្ហាត់បង្រៀនយើងព្រះបន្ទូលនាំយើងឲ្យស្គាល់ព្រះដែលជាម្ចាស់នៃព្រះបន្ទូលផ្ទៃមេឃនិងផែនដីនឹងកន្លងបាត់ទៅលោកគ្រូប៊ុនហួរក៏បានបញ្ជាក់ប្រាប់យើងហើយថាផ្ទៃមេឃហើយនឹងផែនដីនឹងកន្លងបាត់ទៅនៅក្នុងព្រះគម្ពីរវិវរណៈហើយយើងនឹងមានផ្ទៃមេឃថ្មីផែនដីថ្មីព្រះជាម្ចាស់នឹងសោយរាជ្យនៅលើផែនដីថ្មីហ្នឹងឯងដូច្នេះអ្វីនឹងកន្លងបាត់ទៅប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គគឺនៅតែដដែលមិនដែលបាត់ឡើយត្បិតព្រះបន្ទូលព្រះយេស៊ូវគ្រីស្ទត្បិតព្រះយេស៊ូវគ្រីស្ទទ្រង់គង់នៅតែដដែលទ្រង់នៅតែដដែលគឺពីម្សិលមិញថ្ងៃនេះហើយនឹងទៅដល់អស់កាលជានិច្ចតទៅដូច្នេះព្រះបន្ទូលរបស់ទ្រង់ក៏នៅដដែលហើយព្រះយេស៊ូវគ្រីស្ទទ្រង់ក៏នៅជាដដែលដែរពីម្សិលថ្ងៃនេះហើយនឹងទៅដល់អនាគតគឺអស់កាលជានិច្ចព្រះបន្ទូលនៅអស់កាលជានិច្ចហើយម្ចាស់នៅព្រះបន្ទូលគឺជាព្រះក៏គង់នៅអស់កាលជានិច្ចដែរនៅក្នុងព្រះគម្ពីរហេព្រើរចំពុក13ខ8លោកអ្នកបងប្អូនត្រូវតែចាំហើយព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅឋានសួគ៌ដរាបដល់អស់កាលជានិច្ចនេះគឺជាព្រះស្ដេចដាវីតទ្រង់មានបន្ទូលហើយទ្រង់បានលើកឡើងជាទំនុកតម្កើង119ខ89គឺថាព្រះបន្ទូលរបស់ទ្រង់គង់នៅលើឋានសួគ៌គឺតាំងនៅលើឋានសួគ៌ដល់រាបដល់អស់កាលជានិច្ចដូច្នេះព្រះបន្ទូលរបស់ទ្រង់មិនដែលរំលងផុតទៅឡើយព្រះដែលជាម្ចាស់ព្រះបន្ទូលទ្រង់គង់នៅដដែលពីម្សិលមិញថ្ងៃនេះនឹងដល់អស់អនាគត
ចំណែកព្រះបន្ទូលរបស់ទ្រង់ក៏ដូចគ្នាដែរគឺគង់នៅអស់កលជានិច្ចអាមែនដូច្នេះសូមសម្រួលចិត្តអធិដ្ឋានដើម្បីនឹងទទួលព្រះបន្ទូលដោយអំណរព្រះអង្គម្ចាស់ព្រះបិតានៃទូលគុំព្រះអង្គឯងទូលគុំសូមអរគុណចំពោះថ្ងៃនេះនិងអរគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ព្រះអង្គម្ចាស់សូមគង់នៅជាមួយនឹងទូលគុំនិងបងប្អូនទូលគុំទាំងអស់គ្នានៅក្នុង Zoom Facebook និងនៅគ្រប់ទីកន្លែងដែលបានចូលរួមថ្វាយបង្គំទ្រង់ក្នុងថ្ងៃនេះសូមព្រះវិញ្ញាណបរិសុទ្ធជួយដឹកនាំនិងការពារហើយសូមឲ្យទូលគុំទាំងអស់គ្នាហើយជាពិសេសចំពោះទូលគុំដែលជាអ្នកចែកចាយនៃព្រះបន្ទូលទ្រង់ហើយសូមបងប្អូនទូលគុំទាំងអស់គ្នាបានយល់និងស្គាល់និងដឹងនិងចេះអំពីព្រះបន្ទូលរបស់ទ្រង់ហើយបានស្គាល់ទ្រង់កាន់តែច្បាស់ឡើងដោយព្រះអង្គជាម្ចាស់នៃព្រះបន្ទូលព្រះអង្គចាស់នៃព្រះអង្គចាស់នៃទូលគុំហើយទូលគុំសូមអរគុណទាំងនេះព្រះនាមព្រះយេស៊ូវគ្រីស្ទជាអម្ចាស់អាមែនបន្តមកទៀតខ្ញុំនឹងជូនការចែករំលែករបស់ខ្ញុំបន្តទៅទៀតអំពីព្រះបន្ទូលសន្យាភាគទី3គឺព្រះបន្ទូលសន្យាភាគទី3យើងបានរៀនមកហើយយើងរៀនបានពីភាគហើយគឺក្នុងមួយភាគខ្ញុំបានចែកជា7ចំណុចជូនបងប្អូនយើងដូច្នេះសូមបងប្អូនយើងទទួលនៅព្រះបន្ទូលសន្យារបស់ព្រះអង្គបន្តទៅទៀតសូមបានចិត្តទទួលដោយអំណរអរគុណព្រះអង្គព្រះបន្ទូលសន្យាទី1ព្រះជាម្ចាស់ទ្រង់នឹងឲ្យអ្នកលោកអ្នកមានសេចក្តីសង្ឃឹមបាទនៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ16ខ33បានចែងនៅថាគឺជាព្រះបន្ទូលរបស់ព្រះគ្រីស្ទជាម្ចាស់បាទខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងបែបខ្ញុំបានឈ្នះលោកីយ៍ហើយព្រះអង្គបានសន្យាជាមួយយើងទាំងអស់គ្នាដែលជាកូនព្រះអង្គអស់អ្នកណាដែលជឿដល់ព្រះអង្គជឿដល់ព្រះនាមទ្រង់នោះនឹងបានសង្គ្រោះនោះនឹងបានសង្គ្រោះហើយនឹងបានជីវិតអស់កាលជានិច្ចប៉ុន្តែនៅពេលដែលយើងរស់នៅក្នុងលោកីយ៍នេះនៅឡើយជីវិតរស់នៅក្នុងលោកីយ៍នេះតែងតែជួបប្រទះនៅបញ្ហានិងការប្រឈមមុខនឹងទុក្ខលំបាកផ្សេងពីខាងផ្នែកសាជីវគឺយើងតែងតែជួបប្រទះជាមិនខានទោះបីជាយើងជាកូនរបស់ព្រះក៏ដោយប៉ុន្តែយើងរស់នៅក្នុងលោកីយ៍នេះដែលពេញទៅដោយអំពើបាបដែលគ្រប់គ្រងដោយអារក្សនោះតែងតែប៉ះពាល់ជាមិនខានគឺថាយើងតែងតែជួបប្រទះនៃការទុក្ខលំបាកខ្លះប៉ុន្តែដោយមានសេចក្តីអំណរនិងសេចក្តីសុខសាន្តនៅក្នុងព្រះគ្រីស្ទយើងតែងតែមានសេចក្តីសុខសាន្តជានិច្ចព្រះអង្គបានសន្យាចំពោះយើងរួចហើយព្រះអង្គបានសន្យាចំពោះយើងរួចហើយព្រះអង្គបានឈ្នះលោកីយ៍ហើយត្រូវតែយើងសង្ឃឹមបាទត្រូវតែយើងសង្ឃឹមត្បិតព្រះគ្រីស្ទប្រាប់សេចក្តីទាំងនេះដើម្បីឲ្យលោកអ្នកបានសេចក្តីសុខសាន្តដោយសារទ្រង់នៅលោកីយ៍នេះនោះយើងរាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតព្រះអង្គបានឈ្នះលោកីយ៍ហើយតើលោកអ្នកបងប្អូនមានសេចក្តីសង្ឃឹមទេតើយើងជឿព្រះជាម្ចាស់តើយើងផុតសេចក្តីវេទនាហើយឬនៅតើយើងមានសេចក្តីសង្ឃឹមទេដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងរស់នៅក្នុងលោកីយ៍នេះនៅឡើយហើយលោកីយ៍នេះគឺគ្រប់គ្រងទៅដោយអំណាចរបស់សាតាំងតើសាតាំងវាស្រឡាញ់ដល់ប្អូនទេដែលជាគោលរបស់ព្រះវាមិនស្រឡាញ់ទេដូច្នេះយើងតែជួបនៅសេចក្តីទុក្ខលំបាកខ្លះជាមិនខានមិនមែនថាគ្រីស្ទៀនដែលជឿព្រះហើយបានផុតពីសេចក្តីរងទុក្ខលំបាកនៅក្នុងលោកីយ៍នេះទេយើងអត់ផុតទេត្បិតសាតាំង
វាស្អប់ព្រះគ្រីស្ទដូច្នេះយើងជាគូរបស់ព្រះវានឹងធ្វើបាបយើងហើយដោយសារវាស្អប់ព្រះរបស់យើងប៉ុន្តែព្រះអង្គបានប្រាប់យើងថាម៉េចប្រាប់យើងថាត្រូវសង្ឃឹមឡើងត្បិតព្រះអង្គបានឈ្នះលោកីហើយត្រូវសង្ឃឹមលើព្រះជាម្ចាស់នៃយើងព្រះអង្គបានឈ្នះលោកីហើយពិតមែនតែយើងជួបសេចក្តីទុក្ខលំបាកខ្លះពេកនៅក្នុងលោកីនេះប៉ុន្តែព្រះអង្គគឺជាអ្នកឈ្នះនៅពេលដែលយើងទៅនៅជាមួយនឹងព្រះអង្គយើងលែងមានទុក្ខលំបាកទៀតហើយព្រះអង្គជូតអស់ទាំងទឹកភ្នែកហើយសេចក្តីសុខសាន្តនៅជាមួយនឹងយើងគ្រប់ពេលគ្រប់វេលាពីនៅក្នុងសេចក្តីសន្យាព្រះបន្ទូលសន្យារបស់ព្រះអង្គនៅក្នុងព្រះគម្ពីរពីពរណៈបាទនៅពេលដែលព្រះអង្គយាងមកសោយរាជ្យយាងមកជាលើកទី2ដើម្បីនឹងសោយរាជ្យនៅលើលោកីនេះគឺជានគររបស់ទ្រង់ដែលបង្កើតសម្រាប់កូនទ្រង់បាទដូច្នេះគ្រប់ទាំងទឹកភ្នែកព្រះអង្គនឹងជូតហើយគ្មានសេចក្តីទុក្ខវេទនាណាសម្រាប់កូនរបស់ព្រះទៀតទេអាមែនទី2ព្រះជាម្ចាស់ទ្រង់នឹងថែរក្សាអ្នកបាទព្រះបន្ទូលសន្យាទី2ព្រះជាម្ចាស់នឹងថែរក្សាអ្នកនៅក្នុងអេសាយជំពូក26ខ3ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់នោះទ្រង់នឹងថែរក្សាអ្នកនោះឲ្យមានសេចក្តីសុខពេញខ្នាតដោយព្រោះគេទុកចិត្តនឹងព្រះប្រកាសឲ្យគឺយើងទាំងអស់គ្នាដែលជាកូនរបស់ព្រះអង្គលោកអ្នកបងប្អូនជាកូនរបស់ព្រះព្រះអង្គបានសងគ្រោះយើងឲ្យរួចពីអំពើបាបឲ្យយើងមានជីវិតអស់កលជានិច្ចហើយយើងត្រូវតែទុកចិត្តព្រះរបស់យើងបាទព្រះរបស់យើងនឹងថែរក្សាយើងជានិច្ចនឹងថែរក្សាលោកអ្នកបងប្អូនជានិច្ចហើយនេះជាព្រះបន្ទូលសន្យាមួយដែលមានអនុភាពចំពោះជីវិតគ្រីស្ទីនម្នាក់បាទដែលព្រះបានសន្យាដល់អស់លោកអ្នកណាដែលជឿនឹងទឹកចិត្តលើទ្រង់នឹងបានទទួលនៅសេចក្តីសុខយ៉ាងបរិបូរណ៍ក្នុងព្រះយេស៊ូវគ្រីស្ទបងប្អូនហើយសេចក្តីសុខយ៉ាងបរិបូរណ៍គឺជាសេចក្តីសុខមួយដែលព្រះបានធានាដល់យើងពិតមែននៅក្នុងលោកីនេះអ្នកដែលមិនបានជឿដល់ព្រះអង្គគេមានសេចក្តីសុខដែរយើងមើលពីក្រៅទៅគេមានសេចក្តីសុខណាស់ភាពខាងក្រៅប៉ុន្តែខាងក្នុងចិត្តរបស់គេគឺគ្មានសេចក្តីសុខទេមានតែការព្រួយបារម្ភការចង់បានគ្មានការស្ងប់ចិត្តនៅពេលដែលគ្មានការស្ងប់ចិត្តនៅក្នុងជីវិតរបស់លោកអ្នកតើមានសេចក្តីសុខយ៉ាងបរិបូរណ៍ទេគឺអត់មានទេគឺអត់មានសោះឡើយទោះបីជាមហាសេដ្ឋីក៏ដោយក៏គេគ្មានសេចក្តីស្ងប់ចិត្តបើគ្មានសេចក្តីស្ងប់ចិត្តគឺគ្មានសេចក្តីសុខយ៉ាងបរិបូរណ៍ដូចយើងនឹងលោកអ្នកបងប្អូនទាំងអស់ដែលជាកូនរបស់ព្រះអង្គបានសន្យាថាព្រះអង្គនឹងប្រទានសេចក្តីសុខយ៉ាងបរិបូរណ៍គឺយើងបានស្ងប់ចិត្តហើយយើងនឹងបានទទួលសេចក្តីសុខយ៉ាងបរិបូរណ៍នៅក្នុងព្រះគ្រីស្ទជាម្ចាស់ដែលជាព្រះនៃយើងទាំងអស់គ្នានឹងឯងទី3ព្រះបន្ទូលសន្យាព្រះជាម្ចាស់ទ្រង់នឹងគង់ជាមួយនឹងអ្នកបាទព្រះជាម្ចាស់ទ្រង់នឹងគង់ជាមួយនឹងអ្នកនៅយូស្វេចំពុក1ខ9ព្រះយេហូវ៉ាមានបន្ទូលថាតើអញមិនបានបង្គាប់ឯងទេឬអីដូច្នេះចូលឲ្យមានកម្លាំងនិងចិត្តក្លាហានចុះកុំឲ្យខ្លាចឡើយក៏កុំឲ្យស្រយុតចិត្តផងត្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់គង់នៅជាមួយនៅកន្លែងណាដែលឯងទៅផងបាទគឺព្រះអង្គគង់នៅជាមួយនឹងយូស្វេគ្រប់ពេលគ្រប់វេលាលោកអ្នកបងប្អូននៅចាំទេតើលោកយូស្វេជានរណា
លោកយូស្វេគឺជាអ្នកបន្តតំណែងពីលោកម៉ូសេហើយលោកបន្តតំណែងដើម្បីនឹងដឹកនាំសាសអ៊ីស្រាអែលឆ្ពោះទៅកាន់ទឹកដីសន្យាគឺគាត់ម្នាក់ក្នុងចំណោម2នាក់ដែលចេញពីប្រទេសអេជីបមកបានចូលទៅទឹកដីសន្យាក្រៅពីនោះគឺស្លាប់នៅតាមផ្លូវអស់ហើយមានតែក្មេងចំនួនក្រោយទីដែលកើតនៅតាមផ្លូវក្នុងរយៈពេល40ឆ្នាំនឹងបានចូលអ្នកចាស់ចាស់ដែលចេញពីស្រុកអេជីបមកដឹកនាំដោយលោកម៉ូសេនេះគឺស្លាប់អស់នៅសល់តែ2នាក់នេះដែលចាស់ដែលអាចចូលទៅដល់ទឹកដីសន្យាបាននៅក្នុងនោះមានលោកយូស្វេមួយនិងលោកកាឡេបមួយប៉ុណ្ណឹងហើយបងប្អូនបើយើងអានអំពីលោកកបាត់យើងនឹងដឹងសាច់រឿងអស់ទាំងនោះហើយនេះគឺជាព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានធានាដល់យូស្វេក្នុងភាពជាអ្នកទទួលខុសត្រូវនឹងឲ្យមានសេចក្តីក្លាហានក្នុងការដឹកនាំសាសអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យាដែលព្រះអង្គបានសន្យាថានឹងប្រទានដល់ព្រះរបស់ទ្រង់ចំណែកលោកអ្នកក៏ដូច្នេះដែរត្រូវចាំថាព្រះនឹងមានវត្តមាននៅជាមួយនឹងលោកអ្នកបងប្អូនគ្រប់ពេលគ្រប់វេលាមិនថាកាលៈទេសៈណាឡើយនៅក្នុងនេះគឺមិនមែនសន្យាតែចំពោះលោកយូស្វេទេគឺសន្យាដល់កូនរបស់ព្រះអង្គទាំងអស់ក្នុងនោះមានលោកអ្នកបងប្អូនមួយដែរបាទតែព្រះអង្គសន្យាកុំឲ្យបារម្ភឡើយគឺថាព្រះអង្គនឹងគង់នៅជាមួយនឹងយើងគ្រប់ពេលគ្រប់វេលាបាទទោះបីកាលៈទេសៈណាក៏ដោយគឺព្រះអង្គគង់នៅជាមួយនឹងយើងឲ្យតែយើងនឹងជាប់ជាមួយនឹងព្រះអង្គមានសេចក្តីជំនឿលើព្រះអង្គស្មោះត្រង់នឹងព្រះអង្គនឹងលើកទ្រង់ជាទី1ក្នុងជីវិតរបស់យើងនោះព្រះអង្គមិនដែលបោះបង់យើងចោលទេគឺព្រះអង្គគង់នៅជាមួយនឹងយើងគ្រប់ពេលគ្រប់វេលាអេមែនព្រះបន្ទូលសន្យាទី4ព្រះជាម្ចាស់ទ្រង់នឹងបង្ហាត់បង្រៀនអ្នកព្រះជាម្ចាស់ទ្រង់នឹងបង្ហាត់បង្រៀនយើងទាំងអស់គ្នានៅទំនុកដំណើរចំពោះ32ខ8អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរឯងនឹងទូលមានឯងដោយភ្នែកអញមើលឯងជាប់អរគុណព្រះអង្គលោកអ្នកបងប្អូនយើងដែលចំនួនយើងរាល់គ្នាពីអាយុពី40ឡើងទៅ30 40សាក់ឡើងទៅគឺយើងធ្លាប់នៅក្នុងជំរំយន្តភៀសខ្លួនហើយខ្ញុំចែករំលែកនៅបទពិសោធន៍របស់ខ្ញុំឲ្យជាសក្ខីភាពមួយនឹងចែកជូនដល់បងប្អូនយើងដែរនៅពេលដែលខ្ញុំចេញពីស្រុកខ្មែរមករួចចេញមកស្រុកសៀមខ្ញុំអត់ដឹងថាទៅណាទេខ្ញុំអត់ដឹងថាខ្ញុំទៅណាទេនៅពេលដែលខ្ញុំទទួលជឿព្រះជាម្ចាស់ពេលនោះក៏ខ្ញុំមិនដឹងថាទៅណាដែរខ្ញុំថ្វាយគ្រប់ការទាំងអស់សូមឲ្យព្រះអង្គដឹកនាំខ្ញុំហើយនៅពេលដែលខ្ញុំមកដល់សហរដ្ឋអាមេរិកខ្ញុំកាន់តែវង្វេងខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីមានតែព្រះជាម្ចាស់ទេដែលបង្ហាត់បង្រៀនខ្ញុំដើម្បីឲ្យដើរក្នុងប្រទេសថ្មីទឹកដីថ្មីប្រទេសថ្មីនេះខ្ញុំគ្មានបំណងថាខ្ញុំនឹងធ្វើអីមួយដោយកម្លាំងប្រាជ្ញារបស់ខ្ញុំទេគឺខ្ញុំសូមដល់ព្រះជាម្ចាស់ទាំងអស់សូមឲ្យព្រះអង្គបង្ហាត់បង្រៀននិងដឹកនាំហើយនឹងជួយដល់ខ្ញុំក្នុងជីវិតរស់នៅក្នុងប្រទេសទី3នេះដូច្នេះលោកអ្នកបងប្អូនប្រហែលជាមានបទពិសោធន៍ដូចខ្ញុំដែរតើលោកអ្នកបងប្អូន
một căn tức đây à mấy ní ta bong xã đó là mấy ta bong ôn miền lùi phần má nữa không có bảo miền miền phần má miền lọc sập bát phần má nhóm admin tê nhóm admin têคนใต้ประอัมกดรวมเพียงแต่งก่อนว่าเราโหดอสัตว์ไงนี่ดูชนะมันเป็นอะไรยังมันสกอร์เพลิงตายยังเติมหนาเติมหนาลูกเปรี้ยในบางคำบางหานยืนโดยจิตใจดาวิดเช่นเรื่องขนมกุฎบางการ30 ปีผมไปตลอดanh đừng bằng hát bằng riêng anh ở school play để anh trở đời anh đừng tu niên anh đòi play anh mơ anh chuộtเราđừng bằng hát bằng riêng dương hay bằng đau dương cái đồng rong dương hay bằng ông mình đau đó ở nên rồi bảo ông trên bị dương tê rồi hôn đó sọc ngày đi đẹp rồi ông ban bật tiền po bằng hạt bằng hai bằng riêng lúc nhẹ bằng ôn bật tiền po lúc nhẹ bằng ôn miền cực đoan miền cà ngọc chất hay vợ ông còn một đại đỏ vấn đề thương tranh bị dương tiếng óc nhiệt đại từ na dương nâng tê chỉ cung bọc ông dương mình chạm chào tranh bị rồi ông mình đây tranh bị dương tê miềnแต่dương thì đau tranh bị rõโดยเฉพาะพระองค์บางสัญญาทำให้พระอามิจักบางสัญญาทำตรงนั้นบังคับบังเรียนโลกเนี้ยเอาสกอลเพลย์ได้ส้มชื่อให้ตุกเจ็ดต่อตรงจบตรงนั้นโยกประเตยตุกดักโดยเหมือนเอาโลกเนี้ยกับบังหนึ่งเปิดเมฆหรือว่าพระองค์อะไรสักไงนี่พระองค์เลยแต่เรียนประเนตว่าพระองค์คือสำลังมอลูกเนี่ยบางพระองค์ชินดิในเป็นอะไรยังอธิษฐานสูงพระองค์แต่พระองค์เงียบแบบนี้พระองค์ใจมีเยอะเท่ให้ตุกประกาศว่าพระองค์คือมันเอาลือปีสกายอธิษฐานบ่อยยังเท่เมนเท่คือพระองค์เนี่ยอยู่จักตุกดัสดับให้หนึ่งประเด็นบอกตัวคือตามจุงจังสำลังรู้มือยืนจิตนี้พระองค์มันเอายืนกิจงายเคลียร์งายปีประเด็นพระองค์เลยโดยเฉพาะให้บานจีนพระองค์จีนเนี่ยก็วิ่งตรงจีนมาจ้าให้จีนในเนี่ยก็วิ่งจีนหรือว่าพระองค์เนี่ยเคลียร์จีนคือเกมันได้ดอกในเจนเกเจนปีสัตว์จีมlạiคือตามือจีมจีนหนึ่งตามือจีมจีนหนึ่งพระองค์ก็โดยเฉพาะได้พระองค์เหมือนแต่ดอกประเด็นตรงเจนปียืนหลายคือยืนในจอบหนึ่งขนมประเด็นตรงจีนหนึ่งถ้าบัดไอ้ยืนจีโก้ถูกป่ะอ้อมเห็นไหมเรียกบรรทุกสัญญาที่พรำเรียกจิมจักตรงหนึ่งอดตุเอาเนี่ยเด็กน้องเปลี่ยนกับปียาโตจะปูพรำขอดับพรำลูกยาโตบานโรงเรียนยังท้านุปีอธิษฐานในสิ่งใดจำเนื้อหนึ่งช่วยสังเคราะห์เรามนุษย์เฮลนุให้เปลี่ยนอามิจักตรงหนึ่งเพราะเอาบานเชียร์ลายบานกวาดบานเปิดบ้านุหนึ่งบานอดตุเอาเปรียบาจูยืนกรุบแบบกรุบอย่างปัจจัยในขนมชีวิตรวดเนยประจำทั้งไงในขนมลูกไก่นี้ยืนไตแต่บานได้จวนพบจวนใดจืนยืนไตแต่ปลดจืนยืนไตแต่ปลดสิ่งนี้มันสะอาดเต็มลูกเนี่ยบางโอ้โดยเฉพาะสักได้รวมโล่งแต่ได้ยืนบางประเภทนึงคือในแต่นี้ยังติดริจารคือสระเตลยืนติดริจารคือสระเตลยืนโดยเฉพาะให้พระองค์โลกอยู่หานบานปราบทางพระองค์
áp tốt ở dương chỉ nick áp tốt ở dương chỉ nick và sơn chỉ dương thưa ba dương luôn tua trong cuộc trôn và ông áp tốt ở dương chỉ nick số lúc nãy bảo ôn chưa hai tục chặt ở pre kri đại chỉ pre abacha tụi ban xong cua lúc nãy bảo ôn và sơn chỉ dương miền ca đồng lô mà vậy mùi dương mình nênประพฤติอำเภอบาปที่ในពេលដែលយើងជឿព្រះអង្គហើយគឺយើងប្រព្រឹត្តអំពើរោអំពើបាបព្រះអង្គបានសងគ្រោះយើងទាំងរួចហើយដែលព្រះអង្គសង្កត់លើឈើឆ្កាងឈាមរបស់ព្រះអង្គបានលាងអំពើបាបរបស់យើងដែលបាបពីកំណើតលោកីមកនោះប៉ុន្តែអំពើរំលងរបស់យើងគឺជាក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងគឺតែងតែមានយើងដើរលើដីវាតែជើងយើងតែងតែប្រឡាក់ដីនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានលាងជើងឲ្យសិស្សរបស់លោកសិស្សរបស់ព្រះអង្គពេលនោះលោកពេត្រុសបានសូមព្រះយេស៊ូវឲ្យលាងក្បាលគាត់ផងតែព្រះអង្គថាអ្វីដែលស្អាតគឺស្អាតហើយដូច្នេះត្រូវការលាងតែជើងទេព្រះអង្គចង់មានបន្ទូលថាជើងទេដែលនាំឲ្យប្រឡាក់ដូច្នេះលាងតែជើងបានហើយនៅពេលដែលយើងប្រព្រឹត្តរំលងក្នុងជីវិតនៅប្រចាំថ្ងៃដែលយើងរស់នៅក្នុងលោកីនេះគឺយើងបានប្រព្រឹត្តរំលងហើយនៅពេលដែលយើងបានប្រព្រឹត្តរំលងគឺយើងអធិដ្ឋានសូមព្រះអង្គក៏សូមអ្នកអធិដ្ឋានអំពាវនាវដល់ទ្រង់នឹងព្យាបាលនៃរោគាដល់លោកអ្នកដែលកំពុងមានរោគទាំងអត់ទោសបាបដល់លោកអ្នកផងបាទដូច្នេះយើងដែលជាគូរបស់ព្រះអង្គជីវិតជាគ្រីស្ទានគឺយើងត្រូវតែអធិដ្ឋានសូមសេចក្តីមេត្តាករុណាពីព្រះអង្គក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងគឺក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងសំទោសខ្ញុំមកសុំទឹកតិចណាក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងតែងតែជួបប្រទះនៅទុកកង្វល់នៅអំពើខុសឆ្គងទាំងកាយវិការពាក្យសម្ដីចិត្តគំនិតដោយចេតនាឬដោយអចេតនាឬអំពើណាដែលយើងប្រព្រឹត្តដោយទាស់នឹងភក្តីរបស់ព្រះនោះយើងត្រូវលំទូចំពោះទ្រង់ជាប្រចាំជារៀងរាល់ថ្ងៃសូមឲ្យព្រះអង្គអត់ទោសដល់យើងនៅក្នុងសេចក្តីអធិដ្ឋានរបស់យើងគឺពេលព្រឹកឡើងយើងក្រោកឡើងយើងអរព្រគុណព្រះអង្គដែលព្រះអង្គបានប្រទានជីវិតឲ្យយើងបានរស់នៅហើយឃើញស្រីល្អរបស់ទ្រង់ម្ដងទៀតហើយយើងសូមព្រះអង្គការពារយើងក្នុងការដែលយើងជីវិតរស់នៅរបស់យើងក្នុងថ្ងៃនេះកុំឲ្យយើងបានប្រព្រឹត្តបាបទាស់នឹងទ្រង់ហើយសូមឲ្យព្រះអង្គប្រទានគ្រប់ទាំងប្រាជ្ញានិងសេចក្តីសុខសាន្តក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃគឺចាប់ដើមនៃសេចក្តីអធិដ្ឋានថ្ងៃត្រង់យើងអធិដ្ឋានទៀតសូមអរគុណព្រះអង្គហើយសូមឲ្យព្រះអង្គដឹកនាំយើងប្រទានកម្លាំងគ្រប់ទាំងប្រាជ្ញាក្នុងការប្រកបការងារក្នុងការធ្វើអ្វីផ្សេងឲ្យសមនឹងភក្តីរបស់ទ្រង់នៅពេលដែលយើងល្ងាចពេលយើងបរិភោគអាហាររួចហើយយើងចូលគេងហើយយើងអធិដ្ឋានពីព្រះយើងអរគុណព្រះអង្គដែលព្រះអង្គបានប្រទានពរក្នុងថ្ងៃនេះដល់យើងឲ្យបានប្រកបដោយសេចក្តីសរសើរហើយក៏យើងសូមឲ្យព្រះអង្គអត់ទោសហើយនឹងលាងសម្អាតយើងគ្រប់ទាំងអំពើដែលយើងបានប្រព្រឹត្តរំលងហើយនឹងអំពើណាដែលមិនសមភក្តីរបស់ទ្រង់ទាស់នឹងភក្តីរបស់ទ្រង់សូមឲ្យព្រះអង្គអត់ទោសដល់យើងកុំឲ្យគឺយើងជំរះបញ្ជីជាមួយនឹងព្រះអង្គនៅអ្វីដែលយើងបានប្រព្រឹត្តក្នុងថ្ងៃនេះនោះ
យើងអត់ដឹងខ្លួនយើងនឹងធ្វើអ្វីទេការយើងបានប្រព្រឹត្តរំលងតែយើងអត់ដឹងខ្លួនដោយស្ដេចដាវីតអញ្ចឹងនៅពេលដែលគាត់ស្រឡាញ់ប្រពន្ធគេហើយស្រឡាប់ប្តីគេគាត់អត់ដឹងថាគាត់ធ្វើខុសទេតើតែហោរាណាថានបានបប្រាប់គាត់និយាយរឿងប្រាប់គាត់ហើយស្រាប់គាត់ថាអ្នកនឹងគួរតែស្លាប់ថាលោកហោរាណាថានបានប្រាប់ថាម៉េចអ្នកដែលគួរស្លាប់នឹងព្រះអង្គនឹងឯងគឺគាត់ដឹងខ្លួនថាគាត់ធ្វើខុសចំណែកយើងកុំឲ្យដោយស្ដេចដាវីតគឺយើងរៀនសូត្រពីស្ដេចដាវីតគឺក្នុងមួយថ្ងៃជីវិតយើងក្នុងមួយថ្ងៃគឺយើងត្រូវតែជំរះសម្អាតជាមួយនឹងព្រះអង្គលន់តួចំពោះព្រះអង្គសូមព្រះពរនៅព្រឹកឡើងថ្ងៃអរគុណព្រះអង្គគ្រប់ការទាំងអស់ហើយសូមព្រះអង្គប្រទានគ្រប់ទាំងកម្លាំងហើយនឹងដឹកនាំយើងសញ្ញាសូមឲ្យព្រះអង្គសូមអរគុណព្រះអង្គនិងឲ្យសូមព្រះអង្គអត់ទោសគ្រប់ទាំងអំពើរំលងដែលយើងបានធ្វើដោយចេតនាដោយអចេតនាដោយកាយវិការពាក្យសម្ដីចិត្តគំនិតនិងអស់ទាំងអំពើណាដែលយើងបានធ្វើទាស់នឹងផាទេរបស់ធម៌បងប្អូនហើយគឺកាយយើងអត់ដឹងខ្លួនយើងទេយើងគាត់ថាឮអ្វីមួយក៏យើងឃើញអ្វីមួយយើងបង្ហាញកាយវិការមិនពេញចិត្តអ្វីមួយចំពោះអ្នកណាម្នាក់នឹងជាអំពើរំលងរបស់យើងហើយទោះបីយើងដឹងខ្លួនក៏មិនដឹងខ្លួនគឺជាអំពើរំលងរបស់យើងហើយដោយអ្នកបងគុជកាត់បានលើកឡើងមុនអធិដ្ឋានអញ្ចឹងគ្រប់គ្នានៅក្នុងព្រះវិហារនៅពេលថ្វាយគុំពេលឮសំឡេងទូរស័ព្ទគេងាកទៅរកទៅមើលសម្លឹងគាត់គ្រប់គ្នាការសម្លឹងដោយភ្នែកដោយការមិនពេញចិត្តអ្វីមួយនោះគឺយើងកាត់ទោសគេហើយដូច្នេះយើងមិនអាចនឹងកាត់ទោសគេបានទេមានតែព្រះប៉ុណ្ណឹងឯងយើងត្រូវតែលើកទឹកចិត្តគេហើយអ្នកដែលទទួលការកាត់ទោសពីពួកជំនុំពីពួកនៅពេលថ្វាយបង្គំនោះគាត់តូចចិត្តគាត់អន់ចិត្តហើយហេតុអីនៅក្នុងព្រះវិហារដែលពេញទៅដោយសេចក្តីស្រឡាញ់ហើយពេលគេកាត់ទោសហើយមិនអត់ឲ្យគាត់អន់ចិត្តណាស់គាត់ចូលទៅកន្លែងស៊ីផឹកទៅបារមួយផឹកស្រាគាត់ញ័រដៃញ័រជើងកំពុះស្រាគេមកជូតមកឃ្លីនឲ្យគាត់គេអត់ទោសឲ្យគាត់គេលើកទឹកចិត្តគាត់គ្រប់គ្នាហើយធ្វើឲ្យគាត់មានអំណរឡើងគាត់រីករាយឡើងគាត់ថាហេតុអីក៏ខុសគ្នាអញ្ចឹងណោះក្នុងព្រះវិហារដែលពេញទៅដោយសេចក្តីស្រឡាញ់ដែលម្នាក់ដែលលោកគ្រូគាត់បានបង្រៀនហើយបានអធិប្បាយអំពីសេចក្តីស្រឡាញ់ប៉ុន្តែកំហុសតូចមួយដែលគាត់ភ្លេចបិទទូរស័ព្ទបិទសំឡេងនោះស្រាប់តែគេទាំងអស់គ្នាងាកមកសម្លឹងមើលគាត់ដោយការមិនពេញចិត្តដូច្នេះគួរតែរៀនអំពីការអត់ទាំងនោះដែលគឺជាព្រះហើយដែលបង្ហាញឲ្យយើងឃើញឲ្យយើងដឹងឲ្យយើងប្រយ័ត្នកុំកាត់ទោសគេឡើយដោយកាយវិការពាក្យសម្ដីចេតនាឬដោយអចេតនាដូច្នេះនៅពេលដែលយើងចូលទទួលទានដំណេកនៅពេលដែលយើងចូលដេកយើងត្រូវតែសម្អាតហើយជាមួយនឹងព្រះសូមឲ្យព្រះអង្គអត់ទោសដល់យើងអត់ដឹងថានៅពេលដែលយើងចូលដំណេកតើយើងនឹងក្រោកឡើងនៅពេលព្រឹកទេមានខ្លះពេលចូលដំណេកគេថាព្រឹកឡើងគេនឹងចេញទៅធ្វើអីមួយគេពេលគេក្រោកប៉ុន្តែអ្នកដែលដេកនោះមិនដែលក្រោកឡើងវិញឡើយគេគាំងបេះដូងស្លាប់នៅពេលដែលគេកំពុងតែដេកក្នុងពេលយប់នោះឯងដូច្នេះផែនការរបស់គេទាំងប្រមាណដែលគេរៀបចំនោះគឺអត់បានធ្វើអ្វីទាំងអស់ដូច្នេះយើងអត់ដឹងទេថា
ជីវិតយើងមិនមែននៅអស់កាលជានិច្ចទេដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃនៅពេលដែលយើងបិទភ្នែកទទួលដំណេកហ្នឹងយើងសូមឲ្យព្រះអង្គអត់ទុកដល់យើងឲ្យហើយទៅឲ្យព្រះអង្គសម្អាតយើងឲ្យហើយទៅក្រែងលោកយើងមិនបានក្រោកឡើងវិញនៅពេលព្រឹកដូច្នេះបងប្អូនហើយគេថាព្រះទ្រង់បានឲ្យយើងជានិច្ចកុំទុកឡើយគ្រប់ទាំងកំហុសដែលយើងបានប្រព្រឹត្តមិនមែនអំពើបាបទេបងប្អូនខ្ញុំបញ្ជាក់ដល់ទៀតមិនមែនអំពើបាបទេបងប្អូនអំពើបាបរបស់លោកអ្នកបងប្អូនគឺព្រះអង្គបានទទួលនៅលើឈើឆ្កាងរួចហើយគឺបងប្អូនបានស្អាតបានបរិសុទ្ធចំពោះទ្រង់ប៉ុន្តែអំពើដែលលោកអ្នកបងប្អូនប្រព្រឹត្តប្រចាំថ្ងៃដែលហៅថាជាអំពើរំលោភបាទជាអំពើរំលោភបងប្អូនត្រូវប្រយ័ត្នបាទដោយកាយវិការពាក្យសម្ដីចិត្តគំនិតក៏សូមបងប្អូនប្រយ័ត្នមែនទេហើយសូមព្រះអង្គអត់ទោសឲ្យយើងគ្រប់ពេលគ្រប់ពេលជាពិសេសនៅពេលដែលយើងមុនយើងចូលដំណេកយើងអធិដ្ឋានអរគុណព្រះអង្គហើយនឹងសូមព្រះអង្គអត់ទោសអេមែនព្រះបន្ទូលសន្យាទី6ព្រះជាម្ចាស់ទ្រង់នឹងទ្រង់អ្នកដោយព្រះហស្ថរបស់ទ្រង់នៅក្នុងគម្ពីរទំនុកដំកើងចំពោះ37ខ20ដល់24គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សពរហតីនឹងផ្លូវដែលគេដើរដែរទោះបើគេផ្លាត់ដួលគង់តែមិនត្រូវដួលទាំងស្រុងទេបិទព្រះយេហូវ៉ាទ្រង់ត្រូវអ្នកនោះដោយព្រះហស្ថទ្រង់បាទតែអំពើរំលោភរបស់យើងក្នុងជីវិតរស់នៅប្រចាំថ្ងៃបាទគឺព្រះអង្គតែងតែអត់ទោសហើយព្រះអង្គតែងតែលើកយើងឡើងវិញនៅពេលដែលយើងដួលនៅពេលដែលយើងប្រព្រឹត្តរំលោភយើងទូលដល់ព្រះអង្គសូមឲ្យព្រះអង្គអត់ទោសដល់យើងនោះព្រះអង្គនឹងលើកយើងឡើងបាទព្រះអង្គនឹងលើកយើងឡើងព្រះជាម្ចាស់នឹងតម្រង់ទុកទាំងជំហានរបស់លោកអ្នកទ្រង់នឹងទ្រង់អ្នកដោយព្រះហស្ថរបស់ទ្រង់យើងក៏គិតស្មានថាយើងនៅតែឯងដើរតែឯងធ្វើអ្វីតែឯងមិនមែនទេលោកអ្នកបងប្អូនក្នុងនោះមានព្រះជាម្ចាស់ដែរបាទមានព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងយើងនៅក្នុងរូបគំនូរមួយដែលគេគូហើយដែលមានឥទ្ធិពលចំពោះជីវិតដែលជាគ្រីស្ទានគេឃើញដើរក្នុងសមុទ្រដើរនៅមាត់សមុទ្រឃើញមនុស្សដើរប៉ុន្តែនៅពេលដែលបន្តិចមកឃើញដានជើងដើរជាមួយនឹងមនុស្សគេឃើញដានជើងគេថាម៉េចគេឃើញមនុស្សតែម្នាក់ទេប៉ុន្តែមិនក៏ឃើញដានជើងដល់ទៅ4គំនូរនោះគេឲ្យយើងគិតថាអ្នកមិនមែនដើរតែម្នាក់ឯងទេគឺមានព្រះជាម្ចាស់នៅដើរជាមួយនឹងអ្នកដែរនឹងចាំជួយអ្នកនឹងជួយចាំជួយត្រូលអ្នកនៅពេលដែលអ្នកចំពុកដួលគឺនៅពេលដែលអ្នកបានប្រព្រឹត្តរំលោភបាទបើសិនជាលោកអ្នកជួបការលំបាកណាមួយហើយចំពុកដួលនោះព្រះនឹងជួយត្រូលហើយលើកលោកអ្នកឡើងទ្រង់នឹងគង់នៅជាមួយនឹងលោកអ្នកហើយទ្រង់នឹងការពារលោកអ្នកជានិច្ចដូច្នេះបងប្អូនយើងប្រហែលជាធ្លាប់ឃើញរូបគំនូរថ្ងៃមើលទៅបាទគេដាក់លក់ច្រើនខាងនៅ store នៅហាងគ្រីស្ទៀននៅហាងគ្រីស្ទៀនដែលគេលក់សុទ្ធតែរបស់គ្រីស្ទបរិស័ទបាទដែលជាព្រះគេលក់ព្រះកពីគេលក់ខកពីគេលក់ផ្ទាំងប៉ាណូគេលក់ផ្ទាំងរូបថតហើយនិយាយអំពីខកពីផ្សេងក្នុងនោះក៏មានរូបថតរូបដែលគេគូអំពីព្រះយេស៊ូវគ្រីស្ទហើយគេគូពីអ្វីផ្សេងនៅតាមខកពីដែរដូច្នេះលោកអ្នកបងប្អូនមិនមែន
đời tại mình nhẹ thầy thì group chim hiên lúc nhẹ bom ôn cứ miên pre chim cha đời chim mùi những lúc nhẹ bom ôn này cứ chăm trâu lúc nhẹ bom ôn đôi chia bốc rồi mà đai chăm trâu cô nơi về đại côอายุบานผมไปคูบหรือมาชนำได้ไปจับได้นั้นคือยังคือยังไตยังนั้นเราติดกราวยืนโกงยืนโกงงานนั่นแหละโหดว่าคือมันเอาเวทดูเลยมันเอาเวทดูเลยบอกโอ้ลูกเนี่ยบอกโอ้ก็ให้ยืนทลอกเนี่ยกาพิเศษอ๋อหนึ่งไงเดี๋ยวไปเดี๋ยวโกงลูกเนี่ยบอกโอนจับเรียนได้แต่ลูกเนี่ยบอกโอนทำไมดักได้เยอะได้อันนั้นเป็นวิจัยได้เตต้าแต่ได้มีกล่าวเยอะแต่ไปดึงโตเยอะก็เอาเยอะดูจะพูดเปรียบเทียบจ้าว่าเยอะก็ดูชนะได้แม้เราคุณพระอ้อมไอ้ในเรื่องตูสัญญาที่ผมเปิดที่มันจับเปรียบเทียบจ้าตรงนั้นสำอาดเนี่ยอยู่ห้างสายที่มวยอย่างปูมวยคอผมพูนบ่ยืงลุนตัวบาปิงนุกตรงเมียนประเทศสมอตรองให้สัญญาประยาวหนึ่งอัดตุบาเอาเยอะให้หนึ่งสมอาดเยอะปีกรุบอำเภอตุจริตเทียนโดยเฉพาะต้องข้อของปีสัญญาหรือว่าพระองค์ทรงกาใจผมได้บอกยังคือสุดแต่พระองค์อัดตุปีเยี่ยมปีการดำรงว่าเยอะให้อัมพีเสกได้ได้พระองค์อัดตุดอจิดังนั้นกรุ๊ปจังอำเภอโลกตรงเมียนประเทศสมอตรองให้สัญญาประยาวหนึ่งอัดตุบาปเอาเยอะให้หนึ่งสมอาดเยอะกรุ๊ปอัมพีอำเภอตุจริตระบอบเยอะจังอ๋อดังนั้นต้องจีบตัวเราประจำไงระบอบเยอะยืนไต่แต่จูบหนึ่งอำเภอลำโลงติดหรือจ้ายืนไต่แต่จูบมาได้ยืนในลูกในขนมลูกไก่เลยบาลูกเนี่ยลุนตู้ส่งอภัยโตดาวเปลี่ยนชีวิตจ้าในไว้ได้ลูกเนี่ยบาประพฤติโลกขนมชีวิตพวกในประจำไงระบอบลูกเนี่ยโดยที่ถ้าโดยเปลี่ยนสมได้ยังเลือกให้เกิดการยืนบานเปลี่ยนสมได้การกาจัดกลุ่มเน็ตโดยเจตนาหรือโดยเจตนาได้คือเปรียบสัมผัสได้หนึ่งอัดตุโดยยืนให้หนึ่งสัมผัสออกลูกเนี้ยว่าโอนขีดเล็กคือเบอร์เซนเชียลูกเนี้ยว่าโอนลุนตัวส่งพระองค์อัดตุกลุ่มจังอำเภอลำโลงได้ยืนว่าประพฤติขนมชีวิตจนได้ประจำไงตัวครูปนหัวก็ผมก็ยืนหนังปีอยู่ฮานจะใส่ตีบุยนั้นคือก็โจเจ็ดก็เอาเตียงออกนี้ได้ในขนมไปยืนคอแปลกับปีนั้นคือเอาเตียงออกนี้อ่านจอบตีอยู่ฮานใส่ตีบุยนี่คือสำคัญนะคือดีเยี่ยมปีกาอัดตุโลกอยู่ฮานเราหมุนเย็นเอาปีกาลงตัวเอาไว้ได้ยืนบางประเภทเปลี่ยนเป็นอัดตุเรายืนจีนในบ้านเห็นไหมที่ยังรักรางไปยังปีประตูสัญญาของเขียนไปนี้ปีมุ้ยเปลี่ยนจีนมาจ้าตรงเอาตรงหนึ่งเอาเนี่ยรอนี้เบียมเสกได้สำคัญคือคำอยู่ห้างจะปลูกดอกประมุ้ยคอ30 ใบปีเปลี่ยนจีนมาจ้าตรงหนึ่งไทยเรศาเนี่ยแต่คำเอซ่าจะปลูกให้แบบมุ้ยคอใบปีใบเปลี่ยนจีนมาจ้าตรงหนึ่งกุ้งจะมวยหนึ่งเนี่ยในโยสเฟจะปลูกมุ้ยคอประมูลปีบุญเปลี่ยนจีนมาจ้าตรงหนึ่งบังคับบังเรียนเนี่ยเราจะนุ่งดงไก่จะปลูก3 ปีคอปีพรำเปลี่ยนจีนมาจ้าตรงหนึ่งบางอัดตัวเอาเนี่ยในยาก๊กจะปลูกพรำคอดับพรำปีประมุ้ยเปลี่ยนจีนมาจ้าตรงหนึ่งตรงเนี้ยโดยก็ข้อบอกตรงเนี่ยเป็นปีอยู่ตรงนั้นตรงกลางจะปลูก30 ปีคอไผ่ใบมันไผ่บุญจงจับในตีผมเปิลเปลี่ยนจีนมาจ้าตรงหนึ่งสมอาดเนี่ย
ยูฮานจนสายที่มุ้ยจนผูกมุ้ยคอประบูนให้กระทรวงดุเนี่ยบอกโอ้จองจำให้ปีเปรียบบรรทุสัญญาระบอบประอังเปรียบบรรทุสัญญาคือจิตติปึ้งในยืนกุกนี้เปรียบบรรทุเรื่องเลี้ยงสมอายืดเอาลุยเปลี่ยนเปลืองลงเอาบานบริสุทธิ์เอาบานสุจริตหนึ่งจิตตีสัจเข้มหนึ่งบานจิตตีสำนับระบอบเปรียได้ประกอบโดยเปรียกุนเป็นเต็มโดยเปรียโป้เจียบอยโบให้นำมาเกิดพ่อทางวิญญาณถวายเปรียโดยแสดงลูกเนี่ยบางโอนลูกเนี่ยบางโอนบางสกุลเปรียเจียมจักการแต่ฉบับแรงการแต่ฉบับแรงเปรียเจียมจักคือเจียมจักในเปรียบรรทุเปรียเยซูคริสต์คือเปรียเจียมจักให้พระองค์เจียมจักในเปรียบรรทุพระองค์บรรทุเปรียบรรทุระบอบร่วมในหนึ่งยืนดอกนี้คือจีเปรียกับปีบริสุทธิ์มันไอได้ยืนอ่านเปรียกับปีคือเปรียบานมีนเปรียบรรทุมาเลยยืนไอมาโรยืนในเปรียยืนอ่านเปรียบรรทุคือเปรียเยซูคริสต์มีนบรรทุมากันยืนให้ยืนสดับเปรียบรรทุเพื่อตามเปรียบรรทุให้ยืนการแต่สกัวพระองค์การแต่ฉบับลายเป็นเมื่อแต่ยืนมันต้องบานจูพระองค์ตัวมุกในหลายแต่ยืนสกัวพระองค์ในขนมจัดให้ชีวิตរបស់យើងកាន់តែច្បាស់មុនពេលដែលយើងជួបព្រះអង្គនៅពេលដែលព្រះអង្គយាងមកជាលើកទី2ដើម្បីនឹងសោយរីកនៅលើនគររបស់ទ្រង់គឺនៅលើផែនដីនេះបាទសូមអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់លោកអ្នកបងប្អូនសូមឲ្យបានប្រកបដោយព្រះពរអាមែន